ដល់370ហើយដែលជាលេខចុងក្រោយហើយ I don't want blank meal today ខ្ញុំមិនចង់បានទឹកដោះគោថ្ងៃនេះ A many B some C no ហើយនឹង D any បើជាយើងឃើញថាជម្រើសទាំង4របស់យើងសុទ្ធតែជាពាក្យបង្ហាញអំពីចំនួន many បានន័យថាច្រើន B បានន័យថាខ្លះ C no អត់សោះហើយនឹង D any ក៏ខ្លះដែរបាទហើយក្នុងចំណោមជម្រើសទាំង4ហ្នឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ D ពាក្យ any សម្រាប់ចម្លើយផ្សេងៗទៀតវាខុសដោយសារតែសម្រាប់ A ពាក្យ many ហ្នឹងគេប្រើវាជាមួយនឹង plural noun មិនអាចប្រើជាមួយនឹង meal ដែលជា uncountable noun បានទេបាទ many បូកមួយ noun ប្រភេទ plural ហើយឥឡូវ noun របស់យើងគឺ milk មានទឹកដោះគោវាជាប្រភេទ uncount យក many បូក uncount អត់បានទេសម្រាប់ចម្លើយ B ពាក្យ some បើយើងគិតជាប្រភេទ noun អាចប្រើបានជាមួយនឹង milk អាចប្រើ some បូកមួយ plural noun ក៏បាន uncount ក៏បាន some ប៉ុន្តែវាខុសប្រភេទប្រយោគរបស់យើងគឺ don't want ជាប្រយោគបដិសេធគេអត់ប្រើ some ជាមួយប្រយោគបដិសេធទេបាទហើយសម្រាប់ចម្លើយ C ពាក្យ no ក៏គេមិនប្រើជាមួយនឹង verb បដិសេធដែរកាលណាគេប្រើ no មួយប្រយោគបដិសេធមួយ verb បដិសេធទៀតអានឹងគេឲ្យឈ្មោះថា double negative double negative បានថាប្រើ negative ដប់ negative ពីរដងហើយ no ក៏ negative I don't want ក៏ negative ដែរកាលណាយើងចង់យ៉ាងពីខ្លឹមសារបដិសេធមួយយកឲ្យប្រើទម្រង់ negative ពីរដងចឹងទៅបាទយើងប្រើតែម្ដងទេហើយសម្រាប់ចម្លើយ C ពាក្យ any ហ្នឹងវាត្រឹមត្រូវដោយសារតែវាត្រូវទាំងប្រភេទ noun ត្រូវទាំងប្រភេទប្រយោគ any យើងអាចប្រើវាជាមួយ noun ប្រភេទ uncount បានយើងអាចនិយាយថា any meal បានហើយ any គេអាចប្រើជាមួយនឹងប្រយោគ negative បដិសេធបានចឹងម្ដងទៀតចម្លើយត្រឹមត្រូវរបស់យើងគឺចម្លើយ D ពាក្យ any ជាងប្រយោគដែលបានវាត្រូវ I don't want any meal today ដែលបានន័យថាខ្ញុំអត់ចង់បានទឹកដោះគោទេថ្ងៃនេះបាទចឹងវីដេអូនេះចប់តែប៉ុណ្ណេះហើយបាទអរគុណអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាសូមអរគុណ